សូមគោរពជំរាបសួរពុកម៉ែមីមីងបងប្អូនលោកយាយលោកតាប្រិយមិត្តទាំងអស់ជាទីគោរពរាប់អានបាទនៅថ្ងៃនេះផងដែរខ្ញុំបាទក៏សូមលើកយកនៅហោរាសាស្ត្រនៃការទស្សន៍ទាយទៅលើឆ្នាំចំនួន5ដែលនឹងមានរាសីខ្ពស់ដោយកាក់ហូរចូលនៅដើមខែសីហារហូតដល់ថ្ងៃទី19ខែសីហាឆ្នាំ2026ខាងមុខនេះបាទដើម្បីដឹងកាន់តែច្បាស់ថាតើមានឆ្នាំណាខ្លះដែលមានរាសីខ្ពស់លុយកាក់ហូរចូលក៏សូមរីករាយសម្ដាប់និងទស្សនានៅសេចក្តីលម្អិតដូចតទៅនៅក្នុងអំឡុងពេលចាប់ពីដើមខែសីហាឆ្នាំ2026ដល់ថ្ងៃទី19ខែសីហាឆ្នាំ2026ខាងមុខមានឆ្នាំកំណើតចំនួន5ដែលត្រូវបានលោកគ្រូហោរាសាស្ត្រចាត់ទុកថាមានសំណាងល្អរឿងការងាររឿងលុយកាក់និងឱកាសការងារថ្មីដែលលោកអ្នកនឹងទទួលបាននៅអំឡុងពេលខាងមុខនេះឆ្នាំទី1គឺឆ្នាំជូតចំពោះលោកអ្នកដែលកើតឆ្នាំជូតក្នុងអំឡុងពេលចាប់ពីដើមខែសីហាឆ្នាំ2026ដល់ថ្ងៃទី19ខែសីហាឆ្នាំ2026ខាងមុខនេះលោកអ្នកនឹងទទួលបាននៅឱកាសថ្មីក្នុងការងារអ្នកដែលកំពុងរងចាំការឡើងតំណែងឬឋានន្តរស័ក្តិអ្វីមួយនោះនឹងមានសង្ឃឹមថាអាចទទួលបាននៅដំណឹងល្អអ្នកគ្រប់គ្រងដាក់លើនឹងមើលឃើញពីសមត្ថភាពរបស់អ្នកនៅការខិតខំប្រឹងប្រែងកន្លងមករបស់អ្នកចំពោះផ្នែកហិរញ្ញវត្ថុរឿងលុយកាក់ក៏មានសញ្ញាល្អដែលនឹងមានលុយកាក់ហូរចូលនៅអំឡុងពេលខាងមុខនេះអ្នកអាចមានប្រាក់ចំណូលបន្ថែមពីការទទួលបានរង្វាន់ឬក៏អតិថិជនថ្មីដែលចូលមកជាបន្តបន្ទាប់ប្រសិនបើមានគម្រោងវិនិយោគឬចាប់ផ្ដើមអាជីវកម្មថ្មីក៏គួរសិក្សាឲ្យបានច្បាស់មុនធ្វើការសម្រេចចិត្តឆ្នាំថោះនៅអំឡុងដើមខែសីហាដល់ថ្ងៃទី19ខែសីហាឆ្នាំ2026ខាងមុខនេះគឺជាឆ្នាំដែលមានធម៌ពលវិជ្ជមានខ្លាំងនៅក្នុងពេលនោះផងដែរការងារនឹងមានភាពរលូនហើយអ្នកនឹងអាចទទួលបាននូវការកោតសរសើរឬការតែងតាំងឲ្យតំណែងសំខាន់ជាងមុនទៅទៀតលាភសំណាងក៏មានឱកាសចូលច្រើនផងដែរអ្នកលក់ដូរអ្នករកស៊ីនិងអ្នកធ្វើការអាជីវកម្មអាចមានចំណូលកើនឡើងនិងជួបអតិថិជនថ្មីជាច្រើនជាបន្តបន្ទាប់ដូច្នេះគួររក្សាភាពស្មោះត្រង់និងការខិតខំប្រឹងប្រែងបន្តទៀតដើម្បីទទួលបាននូវភាពជោគជ័យដ៏យូរអង្វែងឆ្នាំមមែសម្រាប់លោកអ្នកដែលកើតឆ្នាំមមែគឺជាឱកាសល្អដែលនឹងចូលមកដល់តាមរយៈការងារនិងការទំនាក់ទំនងជាមួយនឹងអ្នកនៅជុំវិញខ្លួននៅក្នុងអំឡុងចាប់ពីដើមខែសីហាដល់ថ្ងៃទី19ខែសីហាឆ្នាំ2026ខាងមុខនេះអ្នកអាចទទួលបានការគាំទ្រពីមិត្តភ័ក្តិរួមការងារឬមនុស្សដែលនៅជុំវិញខ្លួនដែលមានឥទ្ធិពលដែលនឹងជួយបើកផ្លូវឲ្យការងាររបស់លោកអ្នកមានភាពរលូនទៅមុខនិងរីកចម្រើនកាន់តែល្អប្រសើរឡើងចំពោះការងារហិរញ្ញវត្ថុរឿងលុយកាក់ក៏មានស្ថានភាពល្អប្រសើរជាងមុនអាចនឹងមានចំណូលច្រើនប្រភពពីច្រកច្រើនទៀតផងឬក៏ទទួលបានប្រាក់ដែលធ្លាប់ជាប់គាំងកន្លងមកការចំណាយគួរធ្វើឲ្យមានការប្រុងប្រយ័ត្នដើម្បីរក្សានៅស្ថិរភាពហិរញ្ញវត្ថុលុយកាក់របស់លោកអ្នកបានឆ្នាំចចំពោះលោកអ្នកដែលកើតឆ្នាំចនៅក្នុងអំឡុងពេលខាងមុខនេះលោកអ្នកនឹងមានសំណាងលេចធ្លោឡើងនៅក្នុងឱកាសការងារនិងមានកិត្តិយសកាន់តែល្អប្រសើរប្រសិនបើអ្នកកំពុងប្រឹងប្រែងធ្វើការងារអ្វីមួយអាចនឹងទទួលបានការទទួលស្គាល់អំពីថ្នាក់លើថ្នាក់ដឹកនាំហើយក៏អាចមានឱកាសនឹងឡើងឋានន្តរស័ក្តិទៀតផង
ចំណែកផ្នែករឿងលុយកាក់ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់អ្នកអាចទទួលបានប្រាក់ចំណេញពីការងារបន្ថែមឬការវិនិយោគដែលបានរៀបចំទុកពីពេលមុនមកការរក្សាវិន័យក្នុងការគ្រប់គ្រងលុយកាក់នឹងជួយឲ្យទ្រព្យសម្បត្តិរបស់លោកអ្នកកាន់តែល្អប្រសើរឡើងដូច្នេះហើយឃើញថានៅក្នុងអំឡុងពេលខាងមុខចាប់ពីដើមខែសីហារហូតដល់ថ្ងៃទី19ខែសីហាឆ្នាំ2026ខាងមុខលោកអ្នកនឹងមានឱកាសល្អទទួលបានលុយកាក់ហូរចូលយ៉ាងច្រើនសន្ធឹកសន្ធាប់ឆ្នាំកុលចំពោះលោកអ្នកដែលកើតឆ្នាំកុលគឺជាឆ្នាំដែលមានឱកាសទទួលបានលាភសំណាងនិងការរីកចម្រើនលូតលាស់យ៉ាងគួរឲ្យកត់សម្គាល់ការងារនឹងមានភាពរលូនហើយអាចនឹងមានការផ្លាស់ប្ដូរជាវិជ្ជមានដែលនាំឲ្យប្រាក់ចំណូលកើនឡើងយ៉ាងខ្ពស់សន្ធឹកសន្ធាប់ឯអ្នកនៅជុំវិញក៏ជួយជ្រោមជ្រែងថ្នាក់ដឹកនាំក៏ជួយជ្រោមជ្រែងដើម្បីឲ្យលោកអ្នកនឹងទទួលបាននៅឱកាសឡើងនៅឋានន្តរស័ក្តិឬក៏ប្រាក់ចំណូលបន្ថែមចំពោះអ្នកដែលកំពុងតែស្វែងរកការងារថ្មីឬក៏ចង់ផ្លាស់ប្ដូរមុខតំណែងជាឱកាសទទួលបានភាពជោគជ័យលទ្ធផលល្អនៅក្នុងអំឡុងពេលខាងមុខនេះរីឯអ្នកប្រកបរបរអាជីវកម្មក៏មានឱកាសទទួលបាននៅអតិថិជនថ្មីប្រាក់ចំណេញយ៉ាងច្រើនសន្ធឹកសន្ធាប់ចូលមកនៅក្នុងអំឡុងពេលចាប់ពីដើមខែសីហាដល់ថ្ងៃទី19ខែសីហាឆ្នាំ2026ខាងមុខនេះបាទដូច្នេះហើយឃើញថាចំពោះឆ្នាំទាំង5ខាងលើនេះគឺសុទ្ធតែជាឆ្នាំដែលមានឱកាសល្អមានលាភលុយកាក់ហូរចូលឡើងឋានន្តរស័ក្តិចាប់ពីដើមខែសីហាដល់ថ្ងៃទី19ខែសីហាឆ្នាំ2026ខាងមុខជាការរំលឹកផងនោះចំពោះលោកអ្នកដែលកើតឆ្នាំទាំង5ខាងលើគួរមានការរស់រាន់ដៃជើងនិងស្វះស្វែងរកឱកាសទាន់ពេលវេលាដែលបើកឲ្យអ្នកនៅក្នុងអំឡុងពេលខាងមុខនេះបាទចំពោះហោរាសាស្ត្រនៃការទូទាយទៅលើឆ្នាំចំនួន5ខាងលើក៏សូមបញ្ចប់តែត្រឹមនេះបាទសូមជូនពរពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់ជួបតែសេចក្តីសុខសាន្តនិងរកទទួលទានមានបានព្រមទាំងមានសុភមង្គលគ្រប់គ្នាបាទសូមចុច Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗជាច្រើនទៀតបាទសូមអរគុណសូមជម្រាបលា